រងគ្រោះដោយសារការបាញ់ប្លង់របស់ថៃនឹងតាំងតែពីមានឆ្នាំ2008នៅវត្តកែវសិក្ខាគិរីស្វារៈឬក៏តំបន់ដែលប្រទីនផ្ទង់គ្នាកាលហ្នឹងថៃវាយសន្ធាប់មករហូតតតែមានតឡាការដែលថាកាលហ្នឹងកម្ពុជាប្តឹងសុំឲ្យតឡាការយុទ្ធធរអន្តរជាតិនេះសម្រេចឬក៏បកស្រាយសាលដីការបស់ខ្លួនឡើងវិញដើម្បីកុំឲ្យថៃចេះតែនៅតែចិញ្ចឹមចិត្តថាតំបន់នៅជុំវិញតួប្រាសាទព្រះវិហារហ្នឹងជារបស់ថៃអីចឹងណាហើយតឡាការឆ្នាំ2013ហ្នឹងគឺក៏បានសម្រេចក្តីឲ្យកម្ពុជាឈ្នះទៀតប៉ុន្តែអារឿងខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធឬក៏តកតងនឹងរឿងប្លង់ប្រាសាទព្រះវិហារអត់ដែលបានរកយុត្តិធម៌ជូនប្រាសាទព្រះវិហារទេយូរហើយនៅដដែលទេព្រោះអីកាលហ្នឹងកម្ពុជាអត់បានប្តឹងថៃឲ្យសងខាខូចខាតទៅតុលាការហ្នឹងទេប្តឹងឲ្យតែបកស្រាយទេអារឿងខូចខាតថៃក៏ស្លាប់ខ្មែរក៏ស្លាប់គឺយូរយូរជុលកែវភើងអញជួយអញជួយអញចប់តែពីនឹងរឿងមករហូតបានន័យថាអ្វីគឺអ្នកស្លាប់យកសពទៅបូជារៀងខ្លួនខូចខាតរៀងខ្លួនអញ្ចឹងទៅឥឡូវនេះរឿងដដែលកើតឡើងទៀតហើយបងប្អូនគឺកើតឡើងនៅថ្ងៃខែកក្កដាឆ្នាំ2025និងថ្ងៃទី21ឆ្នាំ2000សំទោសថ្ងៃ7ខែធ្នូឆ្នាំ2025ដដែលហ្នឹងដែលមានការដែលបាញ់គ្នារហូតដល់ទៅ2លើកទៀតហើយប្រាសាទព្រះវិហាររងការទំផ្លោងគ្រាប់យ៉ាងដំណំយើងមើលឃើញប្រាសាទព្រះវិហារយើងក្រំគ្រាចិត្តមធ្យមទេងុំនឹងប្រាសាទតាកបីគឺបាក់រៀបដល់ដីតែម្ដងគឺថៃបាញ់គ្រាប់ផ្លោងកំទេចចោលប្រាសាទជាដួងព្រលឹងគេដំណើរដូនតាខ្មែរដែលមិនគួរណាថៃចិត្តអន្តរថៃដល់ថ្នាក់នេះសោះក៏ប៉ុន្តែថៃអត់មានញញើតនៅក្នុងការបំផ្លាញទេព្រោះអីពេលខ្លះពិបាកគ្រប់គ្រងប្រាសាទហ្នឹងឃើញខ្មែរដូចថាមានទាហានការពារមានអីច្រើនពេកទៅមិនបានស៊ីឆ្លៀខ្ទេចគឺថាបំផ្លាញចោលឥឡូវហ្នឹងយកអារបស់ដែលខ្លួនឯងបំផ្លាញចោលហ្នឹងគឺគ្រប់គ្រងបានទាំងស្រុងប៉ុន្តែវាទៅជាផេះផង់ណាបងប្អូននៅតែជាដុំថ្មកលើគ្នាចំពោះថៃដុំថ្មកលើគ្នានេះគឺវាជាដុំថ្មសុទ្ធសាធក៏ប៉ុន្តែចំពោះកម្ពុជាដុំថ្មកលើគ្នានេះគឺជាដួងព្រលឹងគេដូនតារបស់ខ្មែរពុពៈបរោះខ្មែរដែលនៅវល់នៅក្នុងដុំថ្មគ្រប់ដុំដែលកំពុងរាយប៉ាយនៅប្រាសាទតាក្របីហ្នឹងដែលមែនតើទៅគឺដួងព្រលឹងដូនតានេះច្បាស់ណាស់ជាបតិចផ្ដាសារាល់មេដឹកនាំថៃឬក៏អ្នកនយោបាយថៃណាដែលចិញ្ចឹមចិត្តបំផ្លាញប្រពៃណីវប្បធម៌ទំនៀមទម្លាប់គេដំណើរដូនតារបស់ពុពៈបរោះខ្មែរនេះខ្ញុំជឿថាព្រលឹងដូនតាខ្មែរមិនអត់អោនអ្នកនយោបាយណាទេទាំងខ្មែរទាំងថៃដែលនាំគ្នាបំផ្លាញបេតិកភណ្ឌដ៏ល្អផូរផង់របស់ខ្មែរនេះឥឡូវវិលមកប្រាសាទព្រះវិហារវិញយើងឃើញអង្គការនិយាយទៅសរសើរដែរកោតសរសើរខាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈគឺញឹកញាប់ណាស់មានរឿងអីទាំងប្រាសាទតាកបីនឹងក៏ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជូនដំណឹងអំពាវនាវសុំឲ្យថៃដកថយឈប់ធ្វើអីផ្ដេសផ្ដាស់លាក់អីចឹងទៅក្រោយមកមានសរសេរលិខិតទៅអង្គការ UNESCO ទៀតនៅពេលដែលគេវាយកំទេចប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកបងប្អូនប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនមែនជាសម្បត្តិមនុស្សធម៌វប្បធម៌មនុស្សជាតិសម្រាប់តែខ្មែរទេគឺជារបស់ពិភពលោកដោយទាំងប្រទេសថៃនឹងដែរដោយសារតែថៃក៏ជាសមាជិកនៃពិភពលោកយើងដែរហើយក៏មានកាតព្វកិច្ចនៅក្នុងការទទួលស្គាល់ថែរក្សាការពារប្រាង្គប្រាសាទដ៏ជាទីមនោរម្យនិងជាបេតិកភណ្ឌដ៏ល្អផូរផង់បង្ហាញអំពីភាពអស្ចារ្យរបស់ខ្មែរដែរក៏ប៉ុន្តែថៃបានបំពេញខ្ទេចខ្ទីសូម្បីតែខ្លួនជាសមាជិកនៃអង្គការសហប្រជាជាតិសមាជិកនៃច្បាប់អន្តរជាតិច្រើនណាស់ថៃបំពេញគ្មានប្រណីទេបំផ្លាញបាញ់គ្រាប់ផ្លោងទៅលើអាដងស្ទូចមួយដែលគេសង់នៅអាប្រាសាទព្រះវិហារនឹងដើម្បីអភិរក្សថែរក្សាកែលម្អប្រាសាទនេះគឺបាក់ខ្ទេចខ្ទីរៀមដល់ដីប្រាង្គប្រាសាទដុំថ្មរាយប៉ាយធ្លុះគ្រាប់បាញ់ធ្លុះជញ្ជាំងគឺសុទ្ធតែជាគ្រាប់ផ្លោងប្រភេទគ្រាប់ធំធន់ធ្ងន់គឺបាញ់ទៅទីតាំងប្រាសាទដោយឥតអាណិតអាសូរប្រាសាទយើងអីតែបន្តិចប៉ុន្តែអាទំហំនៃការខូចខាតនេះយើងមិនសូវបានឮច្បាស់
ដោយអ្វីដែលថ្ងៃនេះអ្នកស្រីភឿងសកលណាចុះទៅដល់គាត់បានក្តុកក្តួលស្រក់ទឹកភ្នែកគាត់ថាទំហំនៃការខូចខាតប្រាសាទព្រះវិហារគឺមានធំមហិមាលើសពីអ្វីដែលធ្លាប់ស្មានទុកអ្នកស្រីបាននិយាយថាប្រាសាទព្រះវិហារនេះខូចខាតរហូតដល់ទៅ262កន្លែងបងប្អូន260សំទោស562កន្លែង562កន្លែងនេះគឺបានន័យថាមួយកន្លែងដំបូងឡើយគឺមានតែ140កន្លែងទេការបាញ់គ្នាមកប្រាវកាលខែកក្កដាឆ្នាំ2025គឺខូចតិចខ្ទីអស់140កន្លែងអត់ទាន់បានដោះស្រាយបានអីផងបាញ់មកប្រាវទៀតថែមបាន400កន្លែងជាងទៀតនៅបរិវេណប្រាសាទយើងនឹងគឺខ្ទេចខ្ទីបាក់ថ្មធ្លាក់រាយប៉ាយធ្លុះធ្លាយគ្រប់កន្លែងហើយអ្វីដែលគួរឲ្យស្រណោះនោះគឺយើងដឹងហើយថាអំពើនេះគឺជាអំពើរំលោភបំពានដល់ទី1គឺដែនអធិបតេយ្យកម្ពុជាទី2គឺប៉ះពាល់ដល់សំណង់បេតិកភណ្ឌពិភពលោកដែលតាក់ទងនឹងច្បាប់អន្តរជាតិទាំងអស់សួរថាតើកម្ពុជាបានធ្វើអីគ្រប់គ្រាន់ឬនៅក្នុងការទាមទារឲ្យថៃសងនៅអ្វីដែលជាការខូចខាតហើយទាមទារឲ្យថៃទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ថៃមកដល់ពេលនេះយើងបានតែទឹកភ្នែកទេយើងបានជូនដំណឹងយើងបានថ្កោលទោសយើងបានតវ៉ាយើងបានប្រាប់ទៅអង្គការ UNESCO យើងបានធ្វើអ្វីៗគ្រប់យ៉ាងអស់ហើយតាក់ទងនឹងការទូតតាក់ទងនឹងការប្រាប់សារស័ព្ទអំពីទុកសោករបស់យើងអំពីការឈ្លានពានបំពានរបស់ថៃក៏ប៉ុន្តែរឿងអ្វីដែលមួយខ្មែរអត់បានធ្វើគឺការដាក់ប្តឹងទៅថៃទៅតុលាការអន្តរជាតិចំនួន2តាក់ទងនឹងរឿងខ្ទេចខ្ទីប្រាសាទរបស់យើងតុលាការណាដែលគេកាត់ក្តីរឿងប្រាសាទរបស់យើងតើមានគេដែលកាត់ក្តីរឿងប្រាសាទយើងដែរទេមានតុលាការអន្តរជាតិណាគេមករវល់រំពល់ទុករឿងយើងគេការងារគេមកកណោបងប្អូនតុលាការយន្តការអន្តរជាតិចំនួន2ដែលដោះស្រាយរឿងក្តីតាក់ទងនឹងបេតិកភណ្ឌពិភពលោកឬសម្បត្តិវប្បធម៌របស់ប្រទេសនីមួយៗកុំឲ្យឈ្លានពានកុំឲ្យរងការកំទេចបំផ្លាញដោយសារតែមានអកតកម្មសង្គ្រាមគឺតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិមួយឈ្មោះថា ICJ មួយទៀតគឺ ICC បាទ ICJ គឺគេផ្ដន់ទាទោសបុគ្គលដែលជាមេបញ្ជាការទ័ពជាអ្នកនយោបាយដែលបានចូលរួមបញ្ជាឲ្យបាញ់កំទេចប្រាង្គប្រាសាទឬក៏វត្ថុបុរាណរបស់ជាតិសាសន៍ណាមួយនៅក្នុងសង្គ្រាមដែលកើតឡើងដែលគេហៅថាសង្គ្រាមគេហៅអក្រិតកម្មសង្គ្រាមឬក៏សង្គ្រាមដោយការឈ្លានពានឬនិយាយទៅឲ្យតែមានការសង្គ្រាមអញ្ចឹងកម្ពុជានិងថៃគឺបានកើតសង្គ្រាមរួចទៅហើយគឺដោយសារតែទ័ពនៃរដ្ឋបរទេសមួយបើកការវាយលុកឈ្លានពានចូលដែនអធិបតេយ្យនៃរដ្ឋបរទេសមួយទៀតនេះគឺជាសង្គ្រាមចំនួនប្រដាប់អាវុធតែជាសង្គ្រាមដែលបើកការវាយប្រហារដែលបង្កើតឲ្យមានបទល្មើសមួយគឺបទល្មើសអក្រិតកម្មសង្គ្រាមហើយនៅពេលដែលមានអក្រិតកម្មសង្គ្រាមដោយសារតែកម្ពុជានិងថៃជាសមាជិករបស់អង្គការសហប្រជាជាតិជាអ្នកចុះហត្ថលេខាទៅលើច្បាប់អនុសញ្ញាអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិជាច្រើនដូច្នេះជាប់កាតព្វកិច្ចនៅក្នុងការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដែលប្រព្រឹត្តទៅលើសំណង់អគារបេតិកភណ្ឌពិភពលោកដែលបានរក្សាការពារបើគ្រាន់តែប្រាសាទកម្ពុជាមិនមែនជាបេតិកភណ្ឌពិភពលោកក៏នៅតែខុសច្បាប់ចុះនេះប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកទៅទៀតជាមរតករបស់មនុស្សជាតិនៅលើពិភពលោកទៅទៀតតើថៃខុសប្រមាណដងទៅបាទន័យថាថៃខុសច្រើនដងណាស់បងប្អូនខ្ញុំឲ្យឧទាហរណ៍មួយគឺតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាលពីឆ្នាំ2016គឺកាត់ក្តីតាក់ទងករណីលោកអាហ្មាត់អាល់ហ្វាគីនិងអាល់ម៉ាឌីគឺសំណុំរឿងនេះគឺយូរហើយ2016មកឥឡូវ26ហើយបើន័យថា10ឆ្នាំ10ឆ្នាំមកទសវត្សរ៍កន្លងទៅប៉ុន្តែរឿងនេះនៅក្តៅទេបងប្អូនតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាត់ទោសឲ្យជនជាប់ចោទរូបនេះជាប់ពន្ធនាគារបាទកាត់ទោសជាបុគ្គលព្រោះបុគ្គលពាក់ព័ន្ធក្នុងមេដឹកនាំនៅក្នុងការបំផ្លាញប្រាសាទបេតិកភណ្ឌពិភពលោកមួយឈ្មោះថាសារមន្ទីរទីមបុកទូបាទហើយនៅឯប្រទេសម៉ាលីកាលហ្នឹងគឺគេមានសង្គ្រាមអញ្ចឹងដែរប៉ុន្តែសង្គ្រាមគេនោះគឺរ៉ាំរ៉ៃយូរដែរហើយអញ្ចឹងគឺគេផ្ដន់ទាទោសដាក់
ទោសបុគ្គលឈ្មោះអាម៉ាត់នេះឲ្យជាប់ពន្ធនាគារចំនួន9 ឆ្នាំដោយសារតែការបំផ្លាញប្រាង្គប្រាសាទឬទីបុរាណដ្ឋានបេតិកភណ្ឌពិភពលោកឈ្មោះទីមបុកទូនេះហើយនេះគឺជាករណីលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រហើយដែលតុលាការព្រហ្មទណ្ឌអន្តរជាតិបងប្អូនណាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាត់ក្តីផ្ដន្ទាទោសទៅលើបុគ្គលដែលពាក់ព័ន្ធនៅក្នុងអកតកម្មសង្គ្រាមជុំវិញនឹងការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌អត់ដែលមានពីមុនមកទេនេះគឺជាសំណុំរឿងលើកទី1ហើយសម្រាប់តុលាការព្រហ្មទណ្ឌអន្តរជាតិដែលកាត់ក្តីរឿងបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌របស់មនុស្សជាតិដូច្នេះរឿងនេះហើយដែលធ្វើឲ្យបាត់ល្មើសដែលកើតមាននេះគឺបានន័យថាតុលាការនេះធ្លាប់បានជំនុំជម្រះក្តីហើយឲ្យភាពយុត្តិធម៌ទៅប្រាសាទបុរាណទីបូជនីយដ្ឋានមួយដែលជាបេតិកភណ្ឌពិភពលោកឈ្មោះថាទីមបុកទូនៅប្រទេសម៉ាឡីបងប្អូនឃើញនៅនេះគឺជាឧទាហរណ៍មួយទី2តកតងនឹងក្របខ័ណ្ឌនៃលក្ខន្តិកៈសន្ធិសញ្ញាក្រុងហ្សឺណែវឆ្នាំ1954ក៏ជាលិខិតតុបករផ្នែកច្បាប់ជាការពិតជាមូលដ្ឋានគ្រឹះនៅក្នុងការចងកាតព្វកិច្ចរដ្ឋដែលជាភាគីទាំងអស់នៅក្នុងសន្ធិសញ្ញាអនុសញ្ញាទាំងអស់ហ្នឹងឲ្យគោរពតាមលក្ខន្តិកៈរបស់តុលាការដែលមានដូច្នេះតុលាការមិនមែនមានតែ ICC ទេគឺមាន ICJ ដែរហើយតុលាការ ICJ នេះឯងតុលាការយុត្តិធម៌អន្តរជាតិនេះឯងដែលកាត់ទោសតកតងនឹងរឿងព្រំដែនតើរំលោភបំពានឬយ៉ាងណាអញ្ចឹងរឿងដែលសំខាន់អ្វីដែលកម្ពុជាត្រូវប្តឹងគឺទី1គឺប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិសិនប្តឹងតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីចោទប្រកាន់ថៃពីបទអកតកម្មសង្គ្រាមហើយអកតកម្មសង្គ្រាមរបស់ថៃដែលឈ្លានពានលើដែនអធិបតេយ្យកម្ពុជានេះធ្វើឲ្យខូចប្រាង្គប្រាសាទកម្ពុជាជាពិសេសគឺប្រាសាទព្រះវិហារឥឡូវទុកប្រាសាទតាក្របីម្ដុំសិនចុះយើងចាំចាត់ការតាមក្រោយព្រោះអីប្រាសាទតាក្របីវាជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិមែនហើយគឺរបស់ប្រជាជនកម្ពុជាប៉ុន្តែវាមិនទាន់ស្ថិតនៅក្នុងចំណាត់ថ្នាក់នៃបេតិកភណ្ឌពិភពលោកមនុស្សជាតិពិភពលោកចូលនៅក្នុងសម្បត្តិរបស់ UNESCO ទេដូច្នេះយើងនៅតែអាចប្តឹងបានក៏ប៉ុន្តែប្រាសាទព្រះវិហារមានហេតុផលគ្រប់គ្រាន់ភាពខ្ទេចខ្ទីបំផ្លិចបំផ្លាញហើយរហូតដល់ទៅ560កន្លែងជាងនៅក្នុងប្រាសាទនេះតើបងប្អូនតែយើងនៅតែថ្កោលទោសថៃយើងនៅតែជូនដំណឹងថៃហើយយើងនៅតែឈឺចាប់ដែលថៃឈ្លានពានយើងឬក៏យើងនាំគ្នាជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដាក់ប្តឹងទៅតុលាការអន្តរជាតិណាមួយដើម្បីឲ្យថៃសងសំណងខូចខាតទី1ទី2គឺថៃត្រូវទទួលខុសត្រូវចំពោះអំពើឈ្លានពានរបស់ខ្លួនបងប្អូននៅពេលដែលយើងដាក់ប្តឹងទៅតកតងនឹងការឈ្លានពានរបស់ថៃបើតុលាការរកឃើញថាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាជាការពិតទេខ្ទេចខ្ទីប្រាង្គប្រាសាទរបស់ខ្មែររហូតដល់ជាង500កន្លែងបែបនេះហើយជាបេតិកភណ្ឌពិភពលោកបែបនេះតុលាការបើរកឃើញផ្ដល់ភាពយុត្តិធម៌ឲ្យកម្ពុជាគឺទាល់តែតុលាការរកអង្គហេតុដំបូងសិនថាតើថៃពិតជាបានឈ្លានពានដែនអធិបតេយ្យកម្ពុជាដោយកំរោលរំលោភច្បាប់អន្តរជាតិដូចជាអនុសញ្ញាសំទោសធម្មនុញ្ញអង្គការសហជីវជាតិធម្មនុញ្ញអាស៊ានឬក៏យ៉ាងណានៅពេលដែលគេសម្រេចថាថៃពិតជាបានរំលោភបទឬក៏ច្បាប់អន្តរជាតិទាំងនេះនោះតុលាការអាចឲ្យថៃទទួលខុសត្រូវចំពោះសំណងរដ្ឋប្រវេណីសំណងខូចខាតជួសជុលប្រាសាទនេះឡើងវិញរឿងជួសជុលប្រាសាទគឺជារឿងមួយដែលសំខាន់ណាស់ប៉ុន្តែរឿងសំខាន់គឺរឿងឲ្យថៃទទួលខុសត្រូវចំពោះអំពើឈ្លានពានរបស់ខ្លួនដើម្បីឲ្យថៃក្លាយទៅជាអ្នកប្រព្រឹត្តជាផ្លូវការចោទប្រកាន់ដោយតុលាការនេះដើម្បីកម្ពុជាបានជាភស្តុតាងបន្ថែមទៀតនៅក្នុងការដាក់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិមួយកលៈទៀតប្តឹងឲ្យថៃខ្ចាក់ដីទាំងអស់មកឲ្យកម្ពុជាវិញខ្ញុំជឿថារឿងនេះគឺជាដំណាក់កាលមួយដែលកម្ពុជាដាច់ខាតមិនត្រូវអល់ឯកនៅក្នុងការដាក់ប្តឹងថៃទេហើយបើសិនជាគ្រាន់តែតវ៉ាក្តុកក្តួលអួលណែនអរ៉ាខ្មែរយើងធ្វើបានគ្រប់គ្នាអស់ហើយតើការឈឺចាប់នេះវាអាចផ្លាស់ប្ដូរទៅជាការជំរុញឲ្យរដ្ឋាភិបាលប្តឹងទៅទេតើអ្នកស្រីសកលណាដែលជាតំណាងឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាអាចនឹងឈានហួសមួយជំហានលើសពីការក្តុកក្តួលអួលណែនអរ៉ានឹងឈឺចាប់ស្រក់ទឹកភ្នែកដើម្បីរកយុត្តិធម៌ជូនប្រាសាទនិងកេរដូនតារបស់យើងបានដែរទេគឺឈានឲ្យលើសពីការដែលយំខ្សឹកខ្សួល
ក្នុងនាមជាជនរងគ្រោះទៅជាជនដែលមានភាពមានឥទ្ធិពលនៅក្នុងការដាក់ប្តឹងទៅថៃទេមើលទៅតើអ្នកស្រីអាចជួយបានទេនៅក្នុងរឿងហ្នឹងជួយសរសេរលិខិតជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដាក់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឬក៏តុលាការយុត្តិធម៌អន្តរជាតិដើម្បីឲ្យរកយុត្តិធម៌ឲ្យយើងបានទេឬក៏នៅតែតាមតែរដ្ឋាភិបាលហ្នឹងគឺយើងត្រូវតែថ្កោលទោសយើងត្រូវតែជូនដំណឹងយើងត្រូវតែមិនទទួលស្គាល់ចង់យើងសរសេរលិខិតនេះ1លានលើកទៀតក៏អត់បានផលដែរវាបានផលនៅក្នុងការដែលយើងមិនសប្បាយចិត្តប៉ុន្តែវាអត់អាចបានផលនៅក្នុងការដែលយើងបានការទទួលសងពីថៃមកវិញទេព្រោះថៃអត់មានគិតថាខ្លួនឯងខុសអីទាំងអស់មកដល់នេះនៅពេលដែលយើងចោទថៃយើងថ្កោលទោសយើងអីថៃដឹងថៃគេថាមិនទេប្រាសាទព្រះវិហារនេះណាគឺគេអត់បានបាញ់ផ្លោងដើម្បីចេតនាកំទេចអីទេគេចោទថាយើងយកទាហានយើងយកប្រាសាទព្រះវិហារជាមូលដ្ឋានរបស់ទាហានហើយទាហានតែថៃគេចោទបែបហ្នឹងគេថាយើងបង្កគ្រោះថ្នាក់ដល់ទាហានថៃសុវត្ថិភាពរបស់ប្រជាពលរដ្ឋថៃហើយបាញ់ចេញពីទីតាំងប្រាសាទព្រះវិហារដូច្នេះគេកំទេចបំផ្លាញអ្វីដែលជាគេចោទប្រកាន់ថាជាការបាញ់ចេញពីប្រាសាទព្រះវិហារធ្វើឲ្យប៉ះពាល់គេរឿងនេះឯងគឺជារឿងរកម្មចិត្តណាបងប្អូនព្រោះថៃគេហៅថាបានដងដាវមួយនៅរឿងប្រាសាទតាកបីនៅពេលដែលអ្នកលោកជំទាវហ៊ុនស៊ីណាតប្អូនស្រីរបស់លោកហ៊ុនសែននាំគ្នាទៅថតអារឿងប្រាសាទតាកបីហ្នឹងដោយលេនឋានដោយអីហ្នឹងដោយអាបាវខ្សាច់បាវអីហ្នឹងនៅប្រាសាទតាកបីហើយនឹងអ្នកដែល MMO យើងហ្នឹងឥឡូវអាណោយអាធំដែរគាត់ត្រូវគេកាត់ទោសជាប់គុកតាំងពីខែកក្កដាមកដោយសារថតរូបដោយប្រាសាទតាកបីមានបាវខ្សាច់មានអីហ្នឹងតាំងពីថ្ងៃទីប្រហែលចុងខែកក្កដាឆ្នាំ2025មកម៉េះហើយប្រពាក់ប្រពូនគ្នាទៅបង្ហាញឲ្យឃើញថាទាហានខ្មែរបោះជំរំឬដាក់បន្ទាយនៅក្នុងតួប្រាសាទដែលគេហាមឃាត់គ្មានច្បាប់ណាអនុញ្ញាតឲ្យយើងយកទាហានទៅដាក់នៅក្នុងតួប្រាសាទទេយើងការពារបានប៉ុន្តែតែពេលមានបាញ់គ្នាតែយើងបាញ់ចេញពីតួប្រាសាទហ្នឹងទៅទាហានប្រចាំមិត្តរបស់យើងនឹងយកលេសថាដើម្បីកំទេចទីតាំងយោធាមិនមែនប្រាសាទទេហើយដល់ពេលយើងចោទថាគេបំផ្លាញប្រាសាទយើងអត់មានភ័ស្តុតាងអីដើម្បីនឹងទៅប្រាប់អន្តរជាតិថាកន្លែងហ្នឹងគឺជាកន្លែងទុកចោលសោះហើយទាហានយើងនៅកន្លែងផ្សេងយើងការពារប្រាសាទយើងមិនបាញ់ចេញពីទីហ្នឹងទេតែយើងបានភ័ស្តុតាងឯណាទៅប្រាប់តុលាការថាយើងអត់មានបាញ់យកទីតាំងហ្នឹងជាមូលដ្ឋានទ័ពរបស់យើងការពារប្រាសាទមែនហើយប៉ុន្តែតែយើងដាក់បាវខ្សាច់នៅក្នុងប្រាសាទវាត្រូវបានគេចោទប្រកាន់ថាហ្នឹងជាត្រង់សេជាលេនឋានជាកន្លែងប្រយុទ្ធអញ្ចឹងគេទម្លាក់គ្រាប់កំទេចកន្លែងសំណង់យោធាវាធ្វើឲ្យថៃមានព្រៀបនៅក្នុងការនិយាយថាគេកំទេចសំណង់យោធាតាគេអត់មានកំទេចប្រាង្គប្រាសាទទេតែវាចៃដន្យគេថៃយើងហ្នឹងយកប្រាង្គប្រាសាទជាចំណាប់ខ្មាំងជាខែលអារឿងយកប្រជាពលរដ្ឋស៊ីវិលជាខែលឬក៏យកទីតាំងបុរាណដ្ឋានណាជាខែលជាបទល្មើសមួយទៀតគេចោទយើងទៀតណាបងប្អូនឃើញនៅហើយរឿងទាំងអស់នេះកើតឡើងដោយសារអីដោយសារតែយើងប្រឹងនាំគ្នាបង្ហាញហែកពោះឲ្យក្អែកចឹកកន្លែងសំណង់យោធាសម្ងាត់បើគុំតែមាន MMO បើគុំមានតែប្អូនស្រីរបស់លោកហ៊ុនសែនអ្នកស្រីហ៊ុនស៊ីណាតអីហ្នឹងទៅថតផ្សាយគ្មាននរណាគេដឹងថាយើងនឹងមានបាវខ្សាច់នៅប្រាសាទអស់ហ្នឹងទេដូច្នេះអារឿងនេះហើយយើងនាំគ្នាជួយបំផ្លាញគ្នាបន្តិចបន្តួចទាំងអស់គ្នាអញ្ចឹងណាហើយតែហ៊ាននឹងក៏តែអញ្ចឹងដែរខ្ញុំថាមិនចង់បន្ទោសទេយើងត្រូវមានការលាក់ការសម្ងាត់មិនមែនបានន័យថាឲ្យគេមកថតផ្សាយទៅឲ្យឃើញទុក្ខវេទនារបស់ទាហានដើម្បីបានអំណោយបានអីហ្នឹងល្អហើយបង្ហាញអំពីយើងពិបាកប៉ុណ្ណាវេទនាប៉ុណ្ណាដើម្បីអំណោយរឿងនេះគឺជាការបំបាក់សិលធម៌សេចក្តីថ្លៃថ្នូររបស់ទាហានយើងវិន័យយើងណាគ្មានជនស៊ីវិលណាទៅអាចថតរូបអីណាផ្សាយតាម Facebook ប្រសាចនៅកន្លែងដែលជាជំរំទ័ពទេគ្មានទេស្រុកណាក៏គេមិនឲ្យយើងធ្វើដូច្នេះដែរព្រោះច្បាប់ណាក៏គេចែងដែរការសម្ងាត់របស់យោធានេះអ្នកណាថតក៏ដោយសិទ្ធិសេរីភាពអ្នកឯង 100% ចែងដោយរដ្ឋធម្មនុញ្ញថាអ្នកឯងអាចមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិថតរូបជាសាធារណៈប៉ុន្តែកន្លែងទាហាននេះគឺជាប់គុកនៅស្រុកណាគេដាក់គុកដែរហើយខ្ញុំគ្មានទៅស្អីណារដ្ឋបတ်សិទ្ធិសេរីភាពបងប្អូននេះប៉ុន្តែឲ្យវាមានក្របខ័ណ្ឌផងព្រោះកន្លែងយោធាគឺកន្លែងការងារសម្ងាត់គេអត់ដែលផ្សាយចេញលេនឋានយើងឬក៏ចល័តតបចល័តអីព្រោះការងារសម្ងាត់របស់តបគឺជាអាយុជីវិតរបស់ជាតិហើយបើយើងនាំគ្នាប្រងព្រាតសិតតែម៉ាយុទ្ធសងដើម្បី MMO ដើម្បីភាពល្បីភាពអស្ចារ្យរបស់ខ្លួនតែខ្លួនហ្នឹងមានខ្សែមានខ្នងក្រាស់ឲ្យបានចូលដល់អីចឹងអាហ្នឹងគឺបំផ្លាញយើងទាំងអស់គ្នាបងប្អូនគិតឡើងវិញ
ថាបងប្អូនបានជួយអីខ្លះហើយដើម្បីជាតិនេះក្រៅតែពីកិត្តគេឈ្មោះឬក៏មុខមាត់ឬក៏លុយកាក់ដែលបាយ3ពេលហ្នឹងបងប្អូនបំផ្លាញយើងទាំងអស់គ្នាហើយយើងមើលឥឡូវថៃគេថាគេអត់មានបានថៃគេថាគេអត់មានបានបំផ្លាញប្រាសាទតាក្របីទេមកដល់មកនេះគេថាគេបំផ្លាញមូលដ្ឋានទ័ពរបស់ខ្មែរដែលដាក់នៅក្នុងទីតាំងយកកន្លែងហ្នឹងជាបន្ទាយទ័ពហើយគេបាញ់ដើម្បីអីគឺកាត់ផ្ដាច់នៅគ្រោះថ្នាក់របស់ទាហានថៃឃើញនៅពេលបំផ្លាញប្រាសាទតាក្របីខ្ទេចរៀបដល់ដីឃើញថៃចូលមកយកប្រាសាទតាក្របីបានទេហើយគេនឹងប្រាប់អន្តរជាតិថាឃើញនៅដោយសារតែពីមុនគេយកអត់បានដោយសារតែយើងនាំគ្នាទៅដាក់ទីតាំងលេនដ្ឋាននៅក្នុងទួលប្រាសាទនឹងតែម្ដងហើយដល់អញ្ចឹងទៅលេសរបស់គេបែបហ្នឹងគេស្ដាប់មកឃើញទាហានយើងប្រពាក់ប្រពូននៅក្នុងទួលប្រាសាទយើងចាញ់ក្តីគេបងប្អូនខ្ញុំអាសូវនិយាយទៅអ្នកច្បាប់គឺក៏អ្នកណាក៏គិតដែរព្រោះថាអ្នកច្បាប់យើងមួយចំនួនហ្នឹងគឺគេហៅថាអាសាច់ជូនខ្លាដើម្បីនៅស្រុកបានអត់ហ៊ាននិយាយបញ្យលអញ្ចឹងទេតែហ៊ាននិយាយអញ្ចឹងងាប់ហើយគេថាយើងនឹងកាន់ជើងថៃងាប់ហើយដឹងខ្ញុំអត់កាន់ជើងថៃខ្ញុំអត់កាន់ជើងខ្មែរទេប៉ុន្តែខ្ញុំនៅតែនៅខាងខ្មែរគាត់ថាកន្លែងខ្លះយើងត្រូវចាំអង្គហេតុពិតគឺយើងឲ្យដងដាវទៅគេហើយបើយើងឲ្យដងដាវទៅគេគឺយើងចាញ់ព្រៀបគេទៅការពារក្តីមិនឈ្នះគេទេឥឡូវខ្ញុំស្លេះរឿងប្រាសាទតាមន់តាកបីនៅម្ដុំនឹងសិនចោះវាខ្ទេចខ្ទីអ៊ូលណានរាហើយប្រាសាទព្រះវិហារគេចោទយើងអញ្ចឹងទៀតយើងទៅបកស្រាយប្រាប់ទៅថៃវិញថាយើងមិនមានយោធាដាក់នៅកន្លែងប្រាសាទព្រះវិហារទេយើងមានតែឆ្មាំការពារដែលជាកាតព្វកិច្ចការពារបេតិកភណ្ឌពិភពលោកដែលមានដែលយើងគិតថាជារឿងស្របច្បាប់ក៏ប៉ុន្តែថៃគេនៅតែចោទអញ្ចឹងយើងមានមន្ត្រីយោធានៅក្នុងហ្នឹងឆ្មាំការពារក៏ដោយថៃគេចោទដោយសារអីយករឿងប្រាសាទតាកបីជាឧទាហរណ៍ហើយដល់ពេលនៅក្នុងតុលាការគឺគេមើលថាតើយើងដែលប្រព្រឹត្តកំហុសទេបើខ្មែរយើងថាយើងគោរពច្បាប់គ្រប់តើយើងមានដែលបំពានច្បាប់អត់គេនឹងចោទយើងអញ្ចឹងនៅក្នុងតុលាការណាសាក់សីអីក៏ដោយតែយើងថាយើងស្បត់និយាយការពិតយើងនិយាយការពិត 100% មកពីដើមទីមកចង់បញ្ចប់យើងគ្រាន់តែកុហកគេតែមួយដំណក់ឯងគឺអាការពិតដែលយើងនិយាយ100ហ្នឹងគឺចោលទាំងអស់ចាត់ទុកជាអាសាបងសាក់សីមិនបានការចម្លើយសារភាពគូសចោលទាំងអស់យើងចាញ់ក្តីគេហ្នឹងនៅក្នុងប្រព័ន្ធតុលាការមិនមែនម៉ាយុទ្ធសងឬក៏ស្អីមានលុយមានអីសោកទៅឈ្នះក្តីអត់ទេប្រព័ន្ធតុលាការរបៀបឯករាជ្យគឺយើងចាញ់ក្តីគេហើយបើយើងប្រព្រឹត្តប្រេះផ្ដាស់ដូច្នេះខ្ញុំនៅតែលើកទឹកចិត្តថាសម្រាប់ប្រាសាទព្រះវិហារគឺយើងមានហេតុផលគ្រប់គ្រាន់នឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ព្រំប្រទានអន្តរជាតិដើម្បីឲ្យថៃទទួលខុសត្រូវហើយសូមឲ្យថ្នាក់ដឹកនាំកម្ពុជាបានហើយអាស្រីគេក្លាហានគេបានរូបបងស្រីដូចនួនល្អងបានត្រឹមរូបថតនេះបានហើយរូបថតយើងមានច្រើនហើយខ្ញុំថាសូមលើកទឹកចិត្តឲ្យធ្វើជាយុទ្ធនាការធំឲ្យក៏ក្រើកផែនប៉ោះសធាមើលហេតុអីបានរដ្ឋាភិបាលមកដល់ម៉ោងនេះអត់ដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ព្រំប្រទានអន្តរជាតិទាំងប្រាសាទព្រះវិហារទាំងប្រាសាទតាកបីទាំងដីទាំង40ទីតាំងជាងដែលថៃបានឈ្លានពានហើយតើពេលណាដែលយើងនៅធ្វើនយោបាយប្រជាពិធប្រាប់ថាយើងកំពុងតែធ្វើការនៅពេលដែលយើងអត់ព្រមដាក់ពាក្យប្តឹងប្រជាពលរដ្ឋយល់ថាខ្ទេចខ្ទីអស់ហើយយើងថតបានមកឃើញទាំងអស់រូបហ្នឹងប៉ុន្តែតើហេតុអីពេលហ្នឹងយើងអត់ព្រមដាក់ពាក្យប្តឹងទៅឥឡូវនេះគឺចូលដល់ព័ត៌មានទី2រឿងប្តឹងផ្ដាល់គ្នាហ្នឹងមែនតើទៅគឺមិនមែនអ្នកជួបប្តឹងទេខ្ញុំនិយាយពីរឿងប្តឹងផ្ដាល់ឥឡូវនេះចូលដល់រឿងយុត្តិធម៌សង្គមនៅក្នុងប្រទេសកម្ពុជាអាថាឆាកអន្តរជាតិទៅយើងវាពិបាកឥឡូវក្នុងប្រព័ន្ធតុលាការកម្ពុជាហ្នឹងគឺទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌សង្គមខ្មែរកាន់តែប្រែទៅជាអាក្រក់ដោយករណីគ្រោះថ្នាក់ចរាចរណ៍បុកក្មេងមួយនៅរិស័យកែវបងប្អូនអូសអត់រំលងសោះមកដល់ម៉ោងនេះកុំថាឡើយគេដាក់កុងតឺន័របលាលួសគេជីកលេនដ្ឋានគេធ្វើអីខ្ទេចខ្ទីនៅតំបន់ព្រំដែនថាយើងនឹងវាឆ្អែតចិត្តដែរមែនទេប៉ុន្តែយើងអត់អាចត្រូវបំភ្លេចនៅក្នុងការដែលកុំឲ្យមានព្រឹត្តិការណ៍អីមួយមកប្រវាយដានហើយធ្វើឲ្យយើងចាប់ផ្ដើមទៅរករឿងអីផ្សេងដែលភ្លេចគិតអំពីទុកកង្វល់របស់យើងដែលជាអាយុជីវិតរបស់ជាតិយើងណាឥឡូវគ្រោះថ្នាក់ចរាចរណ៍មួយនៅរិស័យកែវនេះគឺអូសអត់រំលងសោះខ្ញុំនឹងនិយាយវិភាគពីរឿងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះចុះឲ្យខ្ញុំមែនតើបង្អែមលៀងមាត់មិនគួរណាដូចថាចាប់ឆាយចឹងទៀតទេស្អីក៏មានយកមកនិយាយដែរទៅគ្រប់រឿង
ខ្ញុំអត់និយាយពីរឿងតែគ្រោះថ្នាក់ចរាចរណ៍មួយមុខទេខ្ញុំនិយាយអំពីអ្វីដែលធ្វើឲ្យបញ្ហានេះមានកើតឡើងនៅក្នុងស្រទាប់សាធារណជននិងការគិតរបស់ប្រជាពលរដ្ឋខ្មែរយើងបងប្អូនប្រហែលជាបានឃើញហើយព្រោះអីអូសអត់រំលងដូចគ្នាមិនអញ្ចឹងឯងករណីគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី18មិនដឹងទេនៅខណ្ឌរសីកែវរបស់យើងនឹងដែលពាក់ព័ន្ធនឹងរថយន្តមួយគ្រឿងដែលមានស្ត្រីម្នាក់និងបុរសម្នាក់ដែលខ្ញុំសុំមិនទាន់ថាអ្នកណាជាអ្នកបើករថយន្តនឹងទេនៅពេលដែលរឿងកើតហេតុនឹងកើតឡើងខ្ញុំគ្រាន់តែនិយាយពីអង្គហេតុសិនគឺមានស្ត្រីម្នាក់និងបរិសម្នាក់នៅក្នុងរថយន្តពណ៌សមួយដែលបើកបុកក្មេងម្នាក់នៅម្ដុំខណ្ឌរសីកែវហ្នឹងដែលធ្វើឲ្យរបួសធ្ងន់មែនតើឥឡូវនេះក្មេងហ្នឹងមិនដឹងរស់ឬស្លាប់ទេកំពុងតែសម្រាប់ព្យាបាលនៅឯមន្ទីរពេទ្យរងការវះកាត់ច្រើនកន្លែងត្រូវក្បាលផងត្រូវគ្រប់សពសារពាង្គកាយហ្នឹងហើយសង្ឃឹមរស់តិចបើតាមក្រុមគ្រួសារបញ្ជាក់អូខេឥឡូវខ្ញុំចូលរួមសោកស្ដាយចំពោះការដែលកើតឡើងដែលមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែរនេះគ្រោះថ្នាក់ចរាចរណ៍កើតស្ទើរតែមិនលួសថ្ងៃទេមួយថ្ងៃមានមនុស្សយ៉ាងតិច5ទៅ6នាក់ស្លាប់វាមិនមែនជារឿងអីប្លែកថ្មីទេប៉ុន្តែរឿងដែលអ្វីដែលគួរសិក្សាឆ្វេងយល់ទាំងអស់គ្នាគឺយើងមានតុលាការប្រជាជនណាបងប្អូនតុលាការ Facebook តុលាការដែលទាំងអស់គ្នាយកមកវិភាគគ្រប់រឿងបែកអូហូស្ទឹងហើយយើងមានបញ្ហាមួយគឺការមិនទុកចិត្តសមត្ថកិច្ចរបស់កម្ពុជានេះគឺជារឿងគ្រោះថ្នាក់បំផុតមួយសម្រាប់ជាតិខ្មែរគ្រោះថ្នាក់បំផុតមិនមែនរឿងករណីគ្រោះថ្នាក់ចរាចរណ៍ទេយើងដឹងថាអាហ្នឹងវាគ្រោះថ្នាក់ហើយយើងអាចរកវិធីទប់បានប៉ុន្តែគ្រោះថ្នាក់បំផុតមួយសម្រាប់ជាតិខ្មែរគឺគ្រោះថ្នាក់នៃការមិនជឿទុកចិត្តទៅលើការដោះស្រាយបញ្ហាទាំងពួងបានដោយយុត្តិធម៌ដោយសារតែការភ័យខ្លាចមានខ្នងមានបពពួកមានការអាងអំណាចមានការទេហៅអ្នកនេះអន្តរាគមទេហៅអ្នកនោះមានការមិនជឿទុកចិត្តសមត្ថកិច្ចនៅក្នុងការដោះស្រាយបញ្ហា100ជំពូករឿងនឹងកើតឡើងនៅក្នុងគ្រោះថ្នាក់នេះមួយឥឡូវខ្ញុំនិយាយចូលដល់អង្គហេតុពិតតើរឿងនឹងដើមហេតុយ៉ាងម៉េចខ្ញុំឃើញវីដេអូការផ្សាយអីសពបែបយ៉ាងគឺដើមហេតុប្រជាពលរដ្ឋទាំងអស់គ្នាហាក់បីដូចជានៅជជែកមិនដាច់ស្រេចសោះថាតើអ្នកណាឲ្យប្រកាសជាអ្នកបើករថយន្តពេលដែលគ្រោះថ្នាក់ចរាចរណ៍នៅឯខណ្ឌរសីកែវនឹងកើតឡើងអ្នកណាដែលបើករថយន្តកាន់ដៃចង្កូតពេលដែលបុកក្មេងនោះគឺជជែកគ្នាអញ្ចឹងបងប្អូនហើយខ្ញុំស្រក់ទឹកភ្នែកនៅពេលដែលបងប្អូនជជែកអ្នកណាអ្នកកាន់ដៃចង្កូតណាគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្មេងរបួសចិត្តស្លាប់ការផ្ដោតយកចិត្តទុកដាក់ទៅលើបញ្ហាគឺលើអ្នកណាកាន់ចង្កូតហើយអ្នកដែលនៅក្នុងរថយន្តនោះមានបរិសម្នាក់ហ្នឹងគឺជាកូនអភិបាលស្រុកកងមាសដែលយើងដឹងហើយថាឲ្យតែមានកូនអ្នកមានអំណាចអ្នកមានអីហ្នឹងប្រជាពលរដ្ឋភ័យខ្លាចថាមិនបានទទួលខុសត្រូវចំពោះអក្រិតកម្មដែលខ្លួនបានប្រព្រឹត្តឬក៏មិនបានទទួលខុសត្រូវចំពោះបទល្មើសហើយចាប់ផ្ដើមដោះសារលៃយករួចខ្លួនហើយខ្លែងអង្គហេតុព្រឹត្តិការណ៍ភ័ស្តុតាងអីហ្នឹងទៅជារឿងអីផ្សេងអញ្ចឹងទៅធ្វើឲ្យប្រជាពលរដ្ឋហាក់បីដូចជាអត់ទុកចិត្តនិយាយទៅអត់ទុកចិត្តប្រព័ន្ធយុតិធធម៌យើងតតែសោះឥឡូវពេលដែលដំបងឡើយយើងឃើញថាមានស្ត្រីម្នាក់នៅក្នុងរថយន្តនោះគឺត្រូវបានអ្នកសារព័ត៌មាន MMO នឹងសម្ភាសបែកផ្សែងខ្ញុំអាសូរជាតិខ្មែរយើងមែនតើដល់ពេលដែលយើងមើលព័ត៌មានបែបនេះតើយើងអាចនឹងមុជជ្រៅទៅឆ្ងាយប៉ុណ្ណាទៅសម្រាប់ជាតិសាសន៍ដ៏កំសត់មួយនេះរឿងគ្រោះថ្នាក់ចរាចរណ៍មួយយើងយកក្រុម MMO ស្ទឹងថាមកកងពលទៅស្រោចសម្ភាសញុកក្បាលមីក្រូសឹងចូលដល់មាត់របស់អ្នកដែលជាដែលតែពាក់ព័ន្ធគឺថាប្រសិទ្ធប្រសាចថាអាណាធិបតេយ្យពេញទំហឹងតែម្ដងយើងមើលទៅឃើញថាអូស្រុកខ្មែរសេរីភាពសារព័ត៌មាននេះមានពេញទំហឹងហ្មងគឺមើលទៅឃើញថាភ្លាមគឺគេចុះទៅថតផ្សាយគឺថាប្រពាក់ប្រពូនសម្ភាសអ្នកនេះសម្ភាសអ្នកនោះថតអ្នកនេះថតអ្នកនោះសន្និដ្ឋានបែបនេះសន្និដ្ឋានបែបនោះបែកខ្ទិះនេះឬគឺជាសេរីភាពសារព័ត៌មានបងប្អូនខ្ញុំជាអ្នកដែលផ្សព្វផ្សាយព័ត៌មានដែរនេះឬគឺជាសេរីភាពសារព័ត៌មាន
ខ្ញុំមករស់នៅសហរដ្ឋអាមេរិកនេះពីឆ្នាំ2014ឥឡូវ2026 2014ថ្ងៃទី14ខែកុម្ភៈត្រូវថ្ងៃ Valentine's Day ទៀតដែលខ្ញុំជន់ដីអាមេរិកដែលមករស់នៅទីនេះឥឡូវនេះថ្ងៃនេះខែមីនាហើយដូច្នេះវា12ឆ្នាំជាងហើយបងប្អូន12ឆ្នាំជាងហើយអត់មានដែលឃើញហើយគ្រោះថ្នាក់ចរាចរណ៍ខ្ញុំឃើញគ្រប់កន្លែងពួកខ្ញុំនៅគ្រប់កន្លែងដំបូងខ្ញុំនៅទីក្រុង Lowell រដ្ឋ Massachusetts បាន2ឆ្នាំជាងខ្ញុំឃើញអស់ហើយគ្រោះថ្នាក់ចរាចរណ៍មិនមែនអត់កើតឡើងនេះសុកនេះក៏កើតដែរគោរពច្បាប់ប៉ុណ្ណាក៏ដោយពេលដែលខ្ញុំមកនៅរដ្ឋ Virginia នៅជិតរដ្ឋធានី Washington ហ្នឹងប្រហែលជា15នាទីពីរដ្ឋធានី Washington បើកឡានទៅគឺនៅទីក្រុង Arlington ក៏ខ្ញុំបានឃើញគ្រោះថ្នាក់ចរាចរណ៍ហ្នឹងដែលខ្ញុំរស់នៅទីនោះបាន 2-3 ឆ្នាំខ្ញុំក៏បានទៅរស់នៅឯតំបន់ Silver Spring ឬក៏ Wheaton នៅឯ Maryland នៅតំបន់ដែលខ្ញុំទៅធ្វើការឲ្យវិទ្យុអាស៊ីសេរីហ្នឹងនៅជាប់រដ្ឋធានី Washington ដែរជិះឡានប្រហែលជា25នាទីទៅកន្លែងធ្វើការនៅរដ្ឋធានី Washington ខ្ញុំរស់នៅទីនោះក៏ឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងមិនលុះថ្ងៃដែរក្រោយមកក៏ខ្ញុំបានរើមកនៅទីក្រុង Long Beach រដ្ឋ California កាលពីឆ្នាំ2022រស់នៅទីនេះបាន3ឆ្នាំជាង4 ឆ្នាំក៏ឃើញគ្រោះថ្នាក់ចរាចរណ៍ជាហូរហែមិនដែលលុះថ្ងៃដែរក៏ប៉ុន្តែអ្វីដែលខ្ញុំអត់ឃើញនៅក្នុងរយៈពេល10ឆ្នាំជាងនៅក្នុងសហរដ្ឋអាមេរិកដែលគ្រោះថ្នាក់ចរាចរណ៍ខ្ញុំឃើញស្ទើរតែរាល់ថ្ងៃដូចតែយើងឃើញនៅកើតនៅស្រុកខ្មែរអ្វីដែលខ្ញុំអត់ឃើញគឺអត់ឃើញក្រុម MMO បពាក់ពពូនទៅកន្លែងកើតហេតុដើម្បីថតសម្ភាសអ្នកនេះអ្នកនោះថតអញ្ញាអញ្ញៃប្រសិទ្ធប្រសាច់ពេញទឹកពេញដីចឹងអត់ដែលឃើញសោះតើសេរីភាពសារព័ត៌មាននៅសហរដ្ឋអាមេរិកនេះរងការរឹតបន្តឹងយ៉ាងដំណំឬក៏យ៉ាងម៉េចបានជាប្រជាពលរដ្ឋមិនអាចទៅចោះយកព័ត៌មានដល់កន្លែងកើតហេតុឬក៏យ៉ាងម៉េចទៅវិញការដែលបពាក់ពពូនរបស់ក្រុម MMO នឹងមិនមែនបានន័យថាអស់លោកបង្ហាញពីសិទ្ធិសេរីភាពសារព័ត៌មានទេបង្ហាញពីភាពអនាធិបតេយ្យខាងវិស័យសារព័ត៌មានព្រោះភាពអនាធិបតេយ្យនេះគឺក្រុម MMO នេះចូលដល់ប៉ុស្តិ៍ប៉ូលីសទៀតចូលដល់ស្នាក់ការចូលដល់អីចុះទៅអញ្ញាអញ្ញៃរហូតតតែគេមិនអាចធ្វើការពេលខ្លះធ្វើការមិនកើតទេដោយសារតែជួនកាលរឿងករណីខ្លះជារឿងស៊ើបអង្កេតសម្ងាត់រឿងអីហ្នឹងគឺយើងទៅសួរបាច់ខ្ទិះអញ្ញាអញ្ញៃផ្អើលសាកសីមួយចំនួនភ័យខ្លាចលែងមកផ្ដាល់